សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីកម្មវិធី AI មួយដែលយើងអាចប្រើវាល្អមែនទែនសម្រាប់ការរៀនសូត្រហើយនិងបង្រៀនដោយអត់ចាំបាច់ហត់មើលវីដេអូពេញឬក៏អានឯកសារមេរៀនអីទាំងដលទេយើងគ្រាន់តែដែលយើងចង់រៀនក្នុងវីដេអូអីមួយចឹងយើងគ្រាន់តែ copy link វីដេអូហ្នឹងមកបាទយើងចុចកន្លែង copy link ហ្នឹងមកបន្ទាប់មកយើងចូលនៅក្នុងកម្មវិធី notebook ML ហ្នឹងមកហើយនៅក្នុងនេះវាមានកន្លែងឲ្យយើង create new យើងចុចកន្លែងហ្នឹងមកបន្តមកទៀតយើងចុចកន្លែង YouTube យើងអាចផាស link ដែលយើង copy ហ្នឹងមិញយើងផាសចូលក្នុងហ្នឹងមកបន្តមកទៀតចុច add ហ្នឹងមកហើយយើងរងចាំវាបន្តិចហើយវានឹង load ចូលទៅកន្លែង source នេះបន្តមកយើងចុចកន្លែង chat នេះយើងអាចសួរវាពីការសង្ខេបឬក៏សំណួរណាដែលយើងចង់ដឹងឬក៏ចង់ឲ្យវាធ្វើអីយើងអាចសួរបានដូចនេះអញ្ចឹងខ្ញុំសួរវាអំពីសូមសង្ខេបជាភាសាខ្មែរចឹងយើងចុចបញ្ជូនទៅបន្តមកវានឹងចាប់ផ្ដើមសង្ខេបឲ្យយើងអ្នកនរគ្នាអាចរងចាំវាមួយផ្លែតវា load ឲ្យចឹងមានន័យថាយើងងាយស្រួលយើងអត់ចាំបាច់ទៅមើលវីដេអូហ្នឹងវែងពេញទេយើងគ្រាន់តែចំណាយពេលមួយផ្លែតវាអាចសង្ខេបចំណុចសំខាន់ឲ្យយើងអាចមើលបានហើយនៅខាងនេះវាមានតាក់ទងទៅនឹងការ voice overview បង្កើតជាវីដេអូ overview សង្ខេបឲ្យយើងងាយយល់អញ្ចឹងណាអញ្ចឹងបើសិនជាយើងចង់បានវីដេអូ overview យើងអាចចុចលើនឹងបានហើយអានេះយើងអាចទៅសេបន្ថែមថាចង់ឲ្យវាធ្វើអីគេកន្លែង custom topic ហ្នឹងយើងអាចដាក់ថាសង្ខេបតាមចំណុចអញ្ចឹងវានឹងធ្វើការសង្ខេបវីដេអូហ្នឹងឲ្យនៅខ្លីដោយច្បិចយកតែគោលគំនិតសំខាន់របស់មេរៀនហ្នឹងអញ្ចឹងយើងអាចទៅ save វិញជាងហ្នឹងក៏បានដែរបន្ទាប់មកចុច generate វានឹងធ្វើការបង្កើតវីដេអូ overview ឲ្យយើងហើយកម្មវិធីនេះយើងអាចទុកឲ្យវាបង្កើតអញ្ចឹងទៅយើងចុចចេញពីកម្មវិធីទៅធ្វើអីផ្សេងទៀតក៏បានដែរនៅពេលដែលវាបង្កើតហើយវានឹង load ប្រាប់យើងហើយបាទក្រៅពីវីដេអូ overview វានៅមានច្រើនទៀតដូចបង្កើត slide ក៏បានបង្កើតជាflashcard ឬក៏ quiz ហ្នឹងជាប្រភេទសំណួរពហុជ្រើសរើសណាហ្នឹងហើយនេះជាតកតងនឹងការបង្កើត slide យើងគ្រាន់តែចុចលើហ្នឹងទៅវាបង្កើតជា slide អាមេរៀនដែលនៅក្នុងវីដេអូយើងហ្នឹងហើយបន្តមកទៀត quiz នេះគឺល្អមែនតើសម្រាប់យើងអនុវត្តបន្ថែមទៅលើអាវីដេអូមេរៀនរបស់យើងហ្នឹងយើងគ្រាន់តែចុចលើហ្នឹងហើយ generate មកអានេះវាមានកម្រិត easy medium ហើយនឹងពិបាកឲ្យយើងអាចជ្រើសរើសតាមហ្នឹងបាទតែនេះខ្ញុំយកមិញហ្នឹងយក medium បាទអញ្ចឹងយើងអាចចុចចេញពីកម្មវិធីហ្នឹងរងចាំពេលដែលវាបង្កើតហើយនេះគឺមិញខ្ញុំបានចុចចេញហើយចាំវាមកស្ទុះចូលមកវិញវាបង្កើតslide នេះឲ្យយើងបាទយើងឃើញថាក្នុង slide នេះវាមានជាភាសាអង់គ្លេសតែតាមពិតទៅយើងអាចប្រាប់វាឲ្យសរសេរជាភាសាខ្មែរក៏បានដែរដោយសារមិញហ្នឹងខ្ញុំអត់បានប្រាប់ដល់ពេលចឹងទៅវាសរសេរមកចេញជាភាសាអង់គ្លេសអានេះតកតងនឹង quiz សំណួរពហុជ្រើសរើសនេះមិញក៏ចឹងដែរដោយសារតែយើងអត់បានប្រាប់វាឲ្យវាបង្កើតជាភាសាខ្មែរអញ្ចឹ
ចឹងទៅវាក៏លោតចេញមកជាភាសាអង់គ្លេសចឹងនេះយើងអាចសាកធ្វើតាមនឹងបានយើងជ្រើសរើសហើយយើងចុច next ហ្នឹងទៅបាទបើត្រូវឬក៏ខុសវាលោតឲ្យយើងហើយបាទនេះគឺជាសំណួរបន្តមកទៀតទាំងអស់វាមាន10សំណួរនេះយើងធ្វើដល់សំណួរទី2យើង select លើវាចឹងមកវាមានច្រើនសំណួរបន្តទៀតហើយយើងចុច next ចឹងមកធ្វើឲ្យយើងចុច next បើត្រូវវាលោតមកបាទនេះដល់សំណួរទី8ហើយចឹងនៅខ្វះ2សំណួរទៀតយើងចុច next ទៀតមកបាទបន្តមកទៀតយើងចាប់ផ្ដើមចុច next តាមនឹងទៀតមកបាទអញ្ចឹងបន្ទាប់ពីយើងធ្វើអស់ទាំង10សំណួរហ្នឹងហើយវានឹងលោតពាក្យ done យើងចុច done ហ្នឹងមកបាទបន្ទាប់មកវានឹងលោតភាគរយដែលយើងបានធ្វើដូចនេះអញ្ចឹងយើងត្រូវ6ហើយបើយើងមានអនុគមមួយយើងអាចរក derivative របស់វាបានយ៉ាងងាយប៉ុន្តែចុះបើគេឲ្យចម្លើយ derivative ហើយឲ្យយើងរកអនុគមដើមវិញដំណើរការស្វែងរកអនុគមដើមត្រឡប់មកវិញនេះនៅក្នុងគណិតវិទ្យាគេហៅថា primitive វាជានីតិវិទ្យាស្វែងរកអនុគមធំ f of x ដែលនៅពេលយើងធ្វើ derivative វាមានតម្លៃស្មើនឹងអនុគមតូច f of x វិញដើម្បីប្រមូលផ្ដុំបណ្ដុំនៃ primitive ទាំងអស់របស់អនុគមមួយយើងត្រូវប្រើសញ្ញានេះឧបករណ៍នេះមានឈ្មោះថាអង្តិក្រាមិនកំណត់ដែលតាំងដោយរូបមន្តមួយនេះប៉ុន្តែហេតុអ្វីបានជាយើងតែងតែត្រូវបូកចំនួនថេសេមួយចុងបញ្ចប់ជានិច្ចសាកស្រមៃមើលអនុគម x ការ៉េបូក5និង x ការ៉េដក3អនុគមទាំងពីរនេះពេលធ្វើ derivative គឺចេញពី x ដូចគ្នាពីព្រោះរាល់ការធ្វើ derivative នៃចំនួនថេណាមួយបាទនេះគឺជា quiz ជាភាសាខ្មែរម្ដងភាសាមិញវាចេញអង់គ្លេសអញ្ចឹងយើងប្រាប់ឲ្យវាបង្កើតជាភាសាខ្មែរមកវាបង្កើតឲ្យយើងតាមហ្នឹងហើយអញ្ចឹងបើសិនជាយើងអត់ចេះអង់គ្លេសទេអាចប្រាប់ឲ្យវាបង្កើតជាភាសាខ្មែរបានអញ្ចឹងយើងធ្វើតាមហ្នឹងមកនេះសំណួរទី1យើងជ្រើសរើសចម្លើយ B បាទអញ្ចឹង green ត្រឹមត្រូវហើយតមក next ទៀតបាទអញ្ចឹងរើសតាមហ្នឹងមកអញ្ចឹងងាយស្រួលមែនតើក្នុងការរៀនអត់មានអីទៅពិបាកទេហើយតកតងនឹងកម្មវិធីមួយនេះអាកន្លែងsource ប្រភពដែលយើងបញ្ចូលហ្នឹងយើងអាចយកជា file PDF ឬក៏ file អីមួយឬក៏យើង copy អត្ថបទចេញមកពីប្រភពណាមួយក៏បានដែរយើងអាចយកមកផាសនៅក្នុងហ្នឹងបាទហើយវាអាចadd បានច្រើនប្រភពអញ្ចឹងកាលណាតែយើងមានប្រភពកាន់តែច្រើនវានឹងចម្រាញ់យកចំណុចខ្លឹមសារហ្នឹងឲ្យយើងបានកាន់តែល្អអញ្ចឹងណាអានេះវាពិសេសជាង AI ផ្សេងដោយសារតែ AI មួយហ្នឹងវាអត់មានយកព័ត៌មានមកពីអ៊ីនធឺណិតដើម្បីបង្ហាញឲ្យយើងដូចប្រភេទchatbot ផ្សេងទេវាយកតែចេញពីក្នុងប្រភពដែលយើងបញ្ចូលឲ្យវាហ្នឹងទេអញ្ចឹងវាមានលក្ខណៈពិសេសហើយងាយស្រួលមែនតើតកតងទៅនឹងការសិក្សារៀនសូត្រក៏ដូចជាការបង្រៀនបាទសូមអរគុណច្រើន